สถานการณ์สงครามระหว่างรัสเซียและยูเครนบานล้างกำลังมาดองตีถอยการประยุกต์มันนี้รัสเซียบานบางการวิประหารตามอากาศอย่างจัดได้โดยปราบปรามมิสซิลจำนวน74กรอบ1โดรนระหดต่อตัว500เครื่องสำหรับโจมตีกรงเกี่ยวในบอลจุ่มยูเครนโยงตามการจับใส่ระบบซาปรเมนอาจาเซราในថ្ងៃទី2កក្កដាឆ្នាំ2026នេះការវិប្រហារដល់សហនេះបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់22នាក់ស្លាប់បាត់បង់ជីវិតនិងរាប់សិបនាក់ទៀតរងរបួសអាគារស្នាក់នៅកម្ពស់9ជាន់មួយខ្នងត្រូវបានបំផ្លាញស្ទើរទាំងស្រុងរួមទាំងហេដ្ឋារចនាសម្ព័ន្ធធម្មពលនិងឃ្លាំងសៀវភៅដ៏ធំមួយក៏បានត្រូវកំទេចផងដែរប្រធានាធិបតីអ៊ុយក្រែនលោកសេឡេនស្គីបានកាត់ផ្ដាច់ដំណើរទស្សនកិច្ចពីប្រទេសអ៊ីរឡង់ភ្លាមៗដើម្បីត្រឡប់មកបញ្ជាការរៀបចំទប់ទល់នឹងសត្រូវលោកបានកោតទោសរុស្ស៊ីថាមានចេតនាវាយប្រហារលើជនស៊ីវិលនិងបញ្ញាថាកងទ័ពអ៊ុយក្រែននឹងធ្វើការសងសឹកវិញដាច់ខាតលោកសេឡេនស្គីក៏បាននឹងកំពុងជំរុញយ៉ាងខ្លាំងទៅកាន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត NATO ដើម្បីសុំអាជ្ញាប័ណ្ណផលិតនិងការផ្គត់ផ្គង់ប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ដូចជាមីស៊ីល PAC-2 និង PAC-3 ជាបន្ទាន់ដើម្បីទប់ទល់នឹងគ្រាប់មីស៊ីលប៉ាឡេស្ទិករបស់រុស្ស៊ីដែលកំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅពេលនេះតើការវាយប្រហារសងសឹករបស់អ៊ុយក្រែននឹងទៅជាយ៉ាងណា